ខ្ញុំព្រះករណាខ្ញុំសូមនមស្ការគុណព្រះរតនត្រ័យនិងសូមស្វាគមន៍មកកាន់ Channel ធម្មម៉ូសតវីដេអូមួយនេះគឺជារូបមន្តថ្នាំទឹកពិសេសដែលផលិតឡើងសម្រាប់លោកឪពុកអ្នកម្ដាយលោកយាយលោកតាដែលមានវ័យចំណាស់ប្រសិនបើលោកអ្នកកំពុងតែមានអារម្មណ៍ថាអបសុខតូចចិត្តភ័យព្រួយឬសម្រានមិនលក់សូមលោកពុកអ្នកម៉ែសម្រួលអិរិយាបថបិទភ្នែកថ្នមហើយបើកបេះដូងមកទទួលយកនៅឱសថទឹក4ដំណក់ព្រោះវាជាឱសថដែលត្រូវបានព្រះសម្មាសម្ពុទ្ធប្រទានមកដើម្បីព្យាបាលបេះដូងលោកអ្នកឲ្យទទួលបាននៅសេចក្តីសុខសាន្តក្នុងវ័យចំណាស់នេះយ៉ាងពិតប្រាកដដំណក់ទី1ការយល់ពីផ្ទះជួលពុកម៉ែអើយសូមក្រឡេកមើលរាងកាយយើងសពថ្ងៃនេះចុះវាលែងរឹងមាំដូចមុនហើយតើមែនទេជួនកាលឈឺជង្គង់ជួនកាលឈឺចង្កេះភ្នែកក៏លែងសូវច្បាស់សូមពុកម៉ែកុំតូចចិត្តកុំខឹងនឹងវាអីតាមពិតទៅរាងកាយនេះវាមិនមែនជារបស់យើងទេវាគ្រាន់តែជាផ្ទះដែលយើងជួលធម្មជាតិស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះកាលពីនៅថ្មីយើងរស់នៅស្រួលឥឡូវផ្ទះនេះវាចាស់ហើយវាតែងតែធ្លុះធ្លាយទ្រុឌទ្រោមបែបនឹងឯងវាជារឿងធម្មតាបំផុតដូច្នេះឲ្យវាឈឺទៅកាយចុះប៉ុន្តែចិត្តយើងជាអ្នកជួលត្រូវតែញញឹមមិនព្រមឈឺតាមវាឡើយដំណក់ទី2ការដាក់បន្ទុកកូនចៅចុះមួយជីវិតនេះពុកម៉ែនឿយហត់ខ្លាំងណាស់ក្នុងការរកស៊ីចិញ្ចឹមកូនចៅរហូតពួកគេមានគ្រួសារមានការងាររៀងខ្លួនឥឡូវនេះដល់ពេលដែលពុកម៉ែត្រូវសម្រាកចូលនិវត្តន៍ហើយកូនចៅម្នាក់ក៏មានកម្មផលនិងមានផ្លូវជីវិតដែលគេត្រូវដើររៀងខ្លួនសូមពុកម៉ែឈប់លីសែងកង្វល់កូនចៅជាបន្តទៀតអីគ្រាន់តែអង្គុយញញឹមនិងឲ្យពើពួកគេពីចម្ងាយទៅបានហើយការដែលពុកម៉ែមានចិត្តស្ងប់មិនគិតរឿងច្រើនមិន stress នោះហើយគឺជាកាដូដ៏ធំបំផុតដែលកូនចៅប្រាថ្នាចង់ឃើញដំណក់ទី3ការចោលសម្រាមក្នុងអតីតកាល
នៅក្នុងជីវិតកន្លងមកពុកម៉ែប្រហែលជាធ្លាប់ជួបរឿងឈឺចាប់រឿងខកចិត្តឬមានអ្នកណាធ្លាប់ធ្វើបាបពុកម៉ែថ្ងៃនេះម៉ោងនេះសូមពុកម៉ែអហោសិកម្មនឹងលើកលែងទោសឲ្យពួកគេទៅចុះទានអតីតកាលគ្រាន់តែជាសុបិនដែលកន្លងហួសបាត់ទៅហើយការចងគំនុំគឺប្រៀបដូចជាយើងកំពុងតែលីបាល់សម្រាមដុសស្អុយរលួយដើរទៅមុខអញ្ចឹងដែរទម្លាក់បាល់សម្រាមនោះចោលទៅពុកម៉ែអើយពេលពុកម៉ែលែងខឹងលែងស្អប់ចិត្តរបស់ពុកម៉ែនឹងស្រាលដូចសំឡីយប់ឡើងក៏សម្រានលក់ស្រួលនេះហើយហៅថាបុណ្យមហាសាលដំណក់ទី4ស្បៀងដោកក់ក្ដៅពេលចាស់ទៅមនុស្សតែងតែខ្លាចសេចក្តីស្លាប់ប៉ុន្តែសម្រាប់ពុកម៉ែសូមកុំខ្លាចអីមិនបាច់ខ្លាចទេទៀនព្រោះពុកម៉ែមានបុណ្យពេញវ៉ាលីហើយការខំចិញ្ចឹមកូនការមិនបៀតបៀនគេការធ្លាប់ដាក់បាតធ្វើទានសុទ្ធតែជាបុណ្យដែលហោះតាមដានជាប់ពុកម៉ែដើម្បីបំពេញស្បៀងនេះឲ្យកាន់តែពេញពុកម៉ែមិនបាច់ទៅវត្តឆ្ងាយឬទន្ទិញធម៌បាលីវែងទេគ្រាន់តែអង្គុយឬសម្រានបិទភ្នែកដកដង្ហើមវែងចេញដកដង្ហើមវែងចូលហើយសូត្រក្នុងចិត្តថាពុទ្ធោពុទ្ធោធ្វើបែបនេះរាល់ថ្ងៃនោះទីពឹងដ៏រឹងមាំនឹងកើតមានក្នុងបេះដូងពុកម៉ែជានិច្ចលោកពុកអ្នកម៉ែលោកយាយលោកតាជាទីគោរពសក្ការៈឱសថទាំង4ដំណក់នេះគឺជាកម្លាំងមេត្តាធម៌ដែលកូនចៅផ្ញើជូនសូមពុកម៉ែរក្សាស្នាមញញឹមជានិច្ចព្រោះស្នាមញញឹមពុកម៉ែគឺជាថ្នាំទិព្វធ្វើឲ្យអាយុយឺនយូរប្រសិនជាបងប្អូនកូនចៅណាដែលកំពុងស្ដាប់វីដេអូនេះសូមមេត្តាជួយបើកវីដេអូនេះឲ្យអ្នកមានគុណនៅឯផ្ទះបានស្ដាប់ផងដើម្បីជាការបំពេញកតញ្ញូតាធម៌និងជាធម្មទានសូមអនុមោទនានិងសូមជូនពរលោកពុកអ្នកម៉ែលោកយាយលោកតាទាំងអស់ឲ្យប្រកបដោយសេចក្តីស្ងប់ផ្លូវចិត្តនិងមានសុខភាពល្អបរិបូរណ៍សូមអរព្រះគុណនិងសូមអរគុណ